បងប្អូនដែលរៀនប្រើ AI ដំបូងគាត់ជាមិនដឹងទេនេះថា AI អាចបង្កើតសាច់រឿងឲ្យយើងបានណាបងប្អូនអញ្ចឹងមកខ្ញុំនឹងឧទាហរណ៍បងប្អូនមើលអញ្ចឹងយើងមាន ChatGPT ក៏បាន Gemini ក៏បានតែខ្ញុំរត់ជ្រើសបងប្អូនប្រើប្រភេទជា Gemini បើសិនបងប្អូនតែមានទេអាចចូល download ក្នុង Play Store ក៏បានឬក៏ App Store ក៏បានអញ្ចឹងពេលយើងចូលមកអញ្ចឹងអ្វីដែលយើងត្រូវចូលដំបូងគឺបងប្អូនត្រូវតែបង្កើតaccount សិនបងប្អូនគឺ account របស់ខ្ញុំនេះគឺមាន account នៅខាងលើនេះបងប្អូនឃើញខាងលើហើយអញ្ចឹងបងប្អូនចូលទៅហើយយើងអត់បាច់ត្រូវច្រើនទេយើងគ្រាន់តែសរសេរទៅយើងអាចសរសេរវាមួយសរសេរជាភាសាខ្មែរក៏បានដែរបងប្អូនយើងសរសេរសិនមកបាទអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍មួយចុះអញ្ចឹងខ្ញុំឧទាហរណ៍អញ្ចឹងចុះខ្ញុំឧទាហរណ៍ខ្លីមួយចុះនេះខ្ញុំថាសរសេរ script បង្កើតវីដេអូ 3D សម្រាប់កុមារមានតួអង្គគុនស្វាឬអ្វីហ្នឹងណាអញ្ចឹងខ្ញុំឧទាហរណ៍អញ្ចឹងឲ្យបងប្អូនមើលបន្តមកខ្ញុំជិះបញ្ជូនអញ្ចឹងយើងចងចាំវាបន្តិចវានឹងដំណើរការអញ្ចឹងវានឹងសេយើងអញ្ចឹងអូខេបងប្អូនអញ្ចឹងសូមចាំវាប្រហែលជា1នាទីបងប្អូនបាទបងប្អូននេះគឺរួចហើយបងប្អូនអញ្ចឹងដល់ពេលយើងឲ្យវាសរសេរមកគឺវាសរសេរបែបនេះគឺមានតួអង្គគុនស្វាឈ្មោះអីមកនេះផែនតន្ត្រីសំឡេងតន្ត្រី script អញ្ចឹងនេះអញ្ចឹងនេះបងប្អូននេះចន្លោះពី0នាទីដល់15 second នេះគឺវាមានតម្រងបែបនេះអញ្ចឹងវាឲ្យយើងមកចប់អញ្ចឹងដល់ពេលទៅចេញតម្រងបែបហ្នឹងជាភាសាខ្មែរគឺយើងអាចយកទៅធ្វើវីដេអូបានទេបងប្អូនឬក៏អាចយកទៅធ្វើបានទេតែយើងអាចយកទៅសរសេរតាក់តែងជាសភៅបានតែយើងអាចមានវិធីមួយទៀតគឺយើងឲ្យគាត់វាសរសេរជាភាសាអង់គ្លេសអញ្ចឹងដើម្បីយើងចង់បានជាភាសាអង់គ្លេសដើម្បីយកទៅធ្វើជាវីដេអូបានឬក៏យកទៅ generate បានគឺយើងដាក់ប៉ុណ្្នឹងបងប្អូនយើងសរសេរប៉ុណ្្នឹងមកហើយយើងវានឹង generate ឲ្យយើងឲ្យបងប្អូននេះឃើញទេជាភាសាអង់គ្លេសឲ្យបងប្អូនអញ្ចឹងបងប្អូនអាចយកអាហ្នឹងទៅប្រើប្រាស់បានអត់មានជា copyright ទេបងប្អូនយើងអាចយកទៅធ្វើជាវីដេអូអីធ្វើជាវីដេអូគុនក្មេងដើម្បីលក្ខណៈអ្នកដែលធ្វើ YouTuber អីត្រូវជាមួយជំនាញគិតឲ្យបងប្អូនអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញបងប្អូនថាយើងធ្វើម៉េចបានយើងអាចធ្វើវីដេអូបានអញ្ចឹងអរគុណច្រើនបងប្អូនជួបគ្នាវីដេអូបន្ទាប់